នៅក្នុងពិភពដែលអាទិទេពគ្រប់គ្រងលើវាសនាសូម្បីស្នេហាក៏ត្រូវបានហាមឃាត់នាងគឺជាអាទិទេពដែលមិនគួរស្រឡាញ់នរណាម្នាក់គាត់ជាមនុស្សធម្មតាប៉ុន្តែនិស្ស័យនាំគាត់ឲ្យចូលមកក្នុងជីវិតនាងស្នេហាមួយដែលមិនគួរមានពេលនេះកំពុងចាប់ផ្ដើមពេលស្នេហាប្រឆាំងនឹងច្បាប់សង្គ្រាមក៏កើតឡើងខ្ញុំនឹងមិនបោះបង់ស្នេហាមួយនេះទេខ្ញុំនឹងប្រឆាំងដល់ទីបំផុតសង្គ្រាមស្នេហានិងវាសនាតែទីបំផុតអ្វីនឹងឈ្នះរឿងគ្រោះស្នេហ៍អាទិទេព